តើអ្នកដឹងទេផ្កាម្លិះមិនអាចរីកជាងផ្កាកុលាបបានឡើយចំណែកឯមនុស្សម្នាក់ៗមានទេពកោសល្យនិងជំនាញផ្សេងគ្នាការអប់រំដ៏ល្អគឺមិនមែនបង្កើតមនុស្សឲ្យដូចគ្នាទេប៉ុន្តែគឺជួយឲ្យពួកគេរកឃើញថាខ្លួនឯងជាផ្កាប្រភេទណាហើយរីកឲ្យបានស័ក្តិសមទៅតាមប្រភេទនោះនៅពេលដែលមនុស្សម្នាក់យល់ពីសមត្ថភាពរបស់ខ្លួនពួកគេនឹងមានភាពក្លាហានក្នុងការដើរទៅមុខទោះស្ថិតក្នុងបរិយាកាសឬលក្ខខណ្ឌបែបណាក៏ដោយមួយវិញទៀតមនុស្សដែលអប់រំល្អនឹងមិនរក្សាភាពជោគជ័យទុកតែម្នាក់ឯងនោះទេប៉ុន្តែនឹងចែកចាយចំណេះដឹងនិងជួយលើកកម្ពស់សង្គមឲ្យកាន់តែប្រសើរឡើងការអប់រំដែលជោគជ័យមិនមែនវាស់វែងត្រឹមតែសញ្ញាបត្រនោះទេប៉ុន្តែវាស់វែងថាតើបុគ្គលនោះអាចរីកដុះដាលបានពេញលេញតាមសមត្ថភាពខ្លួនឯងហើយមានសមត្ថភាពជួយឲ្យអ្នកដទៃរីកចម្រើនជាមួយគ្នាផងដែរ